មុនចូលទៅការសើរឿងមកយើងនឹងសូមឲ្យអ្នកគ្នាជួយចែក like ឬ comment ទៅការខ្ញុំផងហើយបើសិនអ្នកគ្នាបាន subscribe ពីធ្វើខ្ញុំនឹងមានកម្លាំងចិត្តនឹងធ្វើរឿងបានច្រើនចឹងហើយកុំថាការពេលវេលាច្រើនយើងចូលទៅការសើរឿងមកយើងមកទៅគណៈពេលដែលគាត់កំពុងទៅហោះផងដែរនៅពេលនោះគេបានប្រាប់អតីតកាលរបស់គាត់ផងដែរគណៈពេលដែលគាត់កំពុងទៅអង្គុយនឹងមានអ្នកណាគេនឹងហៅគាត់ជាលោកគ្រូហើយនៅពេលនោះមានក្មេងស្រីម្នាក់បាននិយាយទៅកាន់គាត់ថាតើគាត់នឹងបបងចោលសកម្មរបស់គេមែនទេហើយតើលោកគ្រូនឹងទៅហានឹងឯកោហើយមែនទេហើយនៅពេលនោះគាត់បានតបថាកុំលៀននឹងបារម្ភអីដោយសារតែគាត់នឹងបានកម្ចាត់ទៅកម្មនៅអាក្រក់ហើយនៃកាយសុនជីរបស់យើងក៏មានអ្នកអានឹងហ៊ានធ្វើបាបទៅកម្មពួកគេផងដែរហើយអ្នកគ្នានឹងមិនបាននឹងភ័យខ្លាចនៅទេនៅពេលនោះអ្នកបានតបវិញថាវានឹងអត់នៅទេហើយជួយគាត់រឿងឆ្ងល់ផងដែរតើវានឹងកើតអីមែនទេហើយនៅពេលនោះអ្នកតបទាំងទឹកថ្មីថាអ្នកនឹងមិនចង់បាត់បង់ទៅការលោកគ្រូនៅទេអ្នកនឹងមិនចង់ឲ្យលោកគ្រូនឹងទៅនៅទេហើយនៅពេលនោះគាត់បានស្រែកប្រាប់ទៅកាន់អ្នកថាឲ្យអ្នកនឹងឈប់និយាយទៅគាត់នឹងខំរៀបបងរាងកាយរបស់គាត់ខំប្រាប់ឲ្យគាត់ទាំងអស់ពីលើកចាំទៅកម្មនៅអាក្រក់ហើយនៅពេលនេះអ្នកទាំងគ្នាអាចរស់បានដោយក្តីសុខដល់ថ្ងៃអនាគតទៀតផងហើយប៉ុន្តែរឿងមួយគាត់នឹងមិនអាចការពារតែការអ្នកបានរហូតនោះទេតែអ្នកនឹងយល់ទេហើយនៅពេលនោះគាត់បានប្រាប់ទៅកាន់អ្នកគ្នាថានៅក្នុងនេះការសិនជន់ត្រូវស្ដាប់មកការគាត់ហើយគាត់ក៏បានប្រាប់ថាអ្នកគ្នាត្រូវមានចិត្តស្ងប់មិនធ្វើបាបទៅកម្មប្រជាជនសមុទ្រត្រង់នោះទេបន្ទាប់ពីគាត់នឹងចូលវឹកហាត់ឯកោរយៈពេល100ឆ្នាំហើយយើងមើលទៅការនៃការធាងយន់ពួកគេទៅរៀងបែកបាក់ផងដែរហើយគាត់បានប្រាប់ទៅកាន់អ្នកគ្នាផងដែរឲ្យអ្នកគ្នានឹងសារនៃកាយពួកយើងមកវិញមកបាននិយាយនៃកាយពួកយើងរុងរឿងវិញហើយសាររឿងរបស់យើងកាន់តែគាត់នឹងបានហោះមកដល់នៃការធាងយន់ផងដែរនៅពេលនោះគាត់បានគិតថាមើលទៅការពួកគេទៅអានិវត្តនឹងរឿងមែនតើហើយវាមានរយៈពេលតែ100ឆ្នាំទេបន្ទាប់ពីគាត់នឹងចូលវឹកហាត់ឯកោហើយតែនៅទីនេះតើធម្មពលស័យវិញ្ញាណបានរស់ឡើងហើយវិញទេបានជាធម្មពលវិញ្ញាណនៅទីនេះក្រាស់ហាមឡើយហើយវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ហើយនៅពេលនោះគាត់ក៏បានចូលមកខាងក្រៅផងដែរហើយគាត់ក៏បានមើលទៅការនៃកាយធានជីហើយនៅពេលនោះធ្វើឲ្យអ្នកភូមិនៅទីនោះពួកគាត់មែនតើគាត់នឹងស្លីពាក់មួយនោះមែនតើហើយវានឹងមិនដែរទេតែពួកយើងនឹងចាប់ទៅទៀតហើយនៅពេលនោះគាត់ក៏បានសរសើរទៅកាន់ទីនេះផងដែរសូម្បីតែនៅក្រៅប៉ះគួរទីផ្សារនឹងបានរីកចម្រើនល្អផងដែរវានឹងអាក្រក់ពេកតែហើយគាត់ពិតជាសប្បាយចិត្តណាស់ដែលឲ្យកូនសិស្សរបស់គាត់នឹងមកហ្វឹកហាត់យកក្បាច់គុននឹងនៅទីនេះហើយតែនៅពេលនេះតើអ្នកនឹងសុខសប្បាយដែរទេហើយនៅពេលនោះគាត់ក៏បានចាប់អារម្មណ៍រឿងមួយហើយគាត់ក៏បាននិយាយថាតើរបស់លេងមួយនេះនៅតែពេញនិយមនៅសម័យនេះមែនទេហើយពេលនោះគាត់ក៏បានគិតថាវានឹងមិនដូចពីមុននោះទេនៅពីមុនទីផ្សារលក់តែដៅនិងកំបិតនោះទេសម្រាប់មនុស្សហើយសូម្បីតែគ្រូពេទ្យនឹងមិនដែលលក់ថ្នាំព្យាបាលនោះទេលក់តែថ្នាំនឹងសម្រាប់មនុស្សនឹងឯងហើយនៅពេលនោះគាត់ក៏បានមើលតែការកតុកតាឈើនោះគាត់បានថាហើយអ្វីបានជាមុខរបស់វានឹងក៏នឹងរៀងស្គាល់ចឹងហើយតើវានឹងកើតអីគេសម្រាប់តុក្កតាមួយនឹងហើយដល់ពេលនោះគាត់ក៏បានសូទៅកាន់អ្នកលក់ថាតើជាងចម្លាក់នឹងបានយករូបមកពីណាបានជាមរជនានឹងឆ្លាក់ទៅកាន់តុក្កតាមួយនឹងចឹងហើយតើវានឹងជាព្រះអង្គមែនទេហើយពេលនោះធ្វើឲ្យអ្នកលក់នឹងខឹងទៅកាន់លោកមែនតើហើយដល់ពេលនោះគាត់ក៏បានយកតុក្កតានឹងបានតុបវិញផងដែរគាត់បាននិយាយថាគាត់គ្រាន់តែចង់បឹងទូលក់មួយនោះទេប៉ុន្តែមើលទៅកាន់ឯងទៅឯងនឹងមិនគោរពទៅកាន់គាត់នោះទេវាពិតជាគួរឲ្យធុញខ្លាំងណាស់ហើយនៅពេលនោះគាត់ក៏បានប្រាប់ទៅកាន់យាសិនទៀតថាបើសិនជាអ្នកនឹងមិនចង់ដាច់បានអ្នកនឹងកុំនិយាយពីរឿងនឹងបែបនឹងទៀតអីហើយអ្នកគួរតែដើរថយក្រោយវិញកុំលលើករឿងនឹងទៅទៀតអីប្រយ័ត្នអ្នកនឹងដាច់ក្បាលទៅធ្វើឲ្យយាសិននឹងពិតជាឆ្ងល់មែនតើហើយនៅពេលនោះយាសិនបានមើលទៅកាន់លើក្បាលរបស់គាត់ថាតើបីជំហានមែនទេតើនោះគឺជាអ្វីទៅតើជាបួយចង់សពរបស់គាត់មែនទេគាត់នឹងមិនយល់ទេតែកុំអ្នកនឹងបានចេញមកកាន់គាត់ហើយនៅពេលនោះគាត់ក៏បានកលែកឃើញរសនាដូចជាគាត់ចឹងហើយការស្លៀកពាក់ដូចគាត់ផងដែរហើយគាត់បានថាតើវានឹងមានរឿងអីកើតឡើងវាពិតជាគួរចម្លែកខ្លាំងណាស់ហើយវាពិតជាគួរឲ្យធំពេកហើយនៅពេលនោះគាត់ក៏បានឃើញឈ្មោះដែលគេនឹងបានសរសេរនៅរូបចម្លាក់មួយនឹងផងដែរហើយឈ្មោះដែលបានសរសេរផងដែរគេដាក់ថានិកាយធានជីតើវានឹងកើតអីកើតឡើងទៅការរូបចម្លាក់មួយនឹងចឹងឈប់សិនតើមួយនេះគឺជានិកាយធានជីមែនទេហើយនៅពេលនោះគាត់បានចាំថាក្មេងស្រីពីរនាក់នោះបានប្រាប់មកកាន់គាត់ថានិកាយធានជីបានតាមសម្រាប់ទៅកាន់ពួកគេតើវានឹងអាចទៅរួចមែនទេហើយនៅពេលនោះគាត់ក៏បានចាប់អារម្មណ៍នឹងអ្នកនឹងបាននិយាយថាគាត់នឹងនៅទីនេះហើយបើដល់នឹងបានប្រាប់ទៅកាន់ហេតុគាត់ថាគាត់មើលទៅដូចជាស្រីពាក់ទៅកាន់ដូចនឹងទេវតាទៅកាន់ពួកគេចឹងហើយប្រហែលជាគាត់នឹងប្រមាថទៅកាន់ទេវតាពួកគេហើយសម្រាប់គាត់នឹងចោលទៅហើយដោយសារតែគាត់នឹងបានលេចខ្លួនឡើងមកបានជាហៅពួកគេនឹងបាត់មានឡាគេនឹងដើរចេញមកខាងក្រៅហើយធ្វើឲ្យយើងសិនរបស់យើងរៀងឆ្ងល់ផងដែរតែពួកគេនឹងនិយាយពីអីហើយនៅពេលនោះមានហេតុករស្រីនេះបាននិយាយទៅកាន់យើងសិនថាតើអ្នកនឹងមិនគោរពច្បាប់ទៅកាន់ទីនេះមែនទេហើយនៅពេលនេះអ្នកគួរតែទទួលទោសការសម្លាប់នោះទេបានជាអ្នកនឹងសមតម្លៃដែលអ្នកនឹងបានធ្វើនៅទីនេះហើយនៅពេលនោះយើងសិនរបស់យើងពិតជាឆ្ងល់មែនតើគ្រាន់តែគាត់នឹងពាក្យអាបគាត់វាខហើយមែនទេហើយនៅពេលនេះគាត់មានសំណួរមួយសួរទៅកាន់នាងតើរូបចម្លាក់ធំមួយនោះតើវានឹងមានរឿងអីកើតឡើងហើយម៉េចក៏វានឹងមានឈ្មោះនៃកាយរបស់គាត់នៅទីនោះចឹងធ្វើឲ្យគាត់នឹងមិនយល់ហើយនៅពេលនោះស្រាប់តែក្រុមយុទ្ធករនឹងបានវាមហាមកកាន់គាត់ហើយនាងក៏បានចែកផងដែរត្រូវតែយកជីវិតទៅកាន់គាត់ទៅបានហើយនៅពេលនោះគាត់តបទាំងផ្នែកថាគាត់នឹងមិនតនិយាយចំនោះតែហើយនៅពេលនោះក្រុមយុទ្ធករក៏បានយកច្បាប់នឹងទៅចាប់គាត់ដោយសារតែក្រុមយុទ្ធករបានធ្វើកាយវិការនឹងលឿនពេកធ្វើឲ្យគាត់នឹងមិនអាចរើខ្លួនបាននោះទេ
ប៉ុន្តែនៅពេលនោះគាត់បានថាតើអ្នកនេះចង់លេងមួយគាត់មែនទេហើយគាត់ក៏បានបន្តិចនឹងខ្សែច្បាប់ទៅអស់មកបាត់ទៅហើយគាត់ក៏បាននិយាយឡើងទៀតថាតើអ្នកនេះមិនស្ដាប់គាត់នឹងនិយាយចប់សិនមែនទេហើយនៅពេលនោះក្រុមវិទ្យាករក៏បានគិតថាថ្មីគាត់នឹងអាចបំបីនឹងនៅខ្សែច្បាប់មួយនឹងបានចឹងហើយមានតែម្ចាស់ស្ត្រីនៅតែបានបំបីនឹងខ្សែច្បាប់នឹងបានហើយក្បាច់គុំមួយនេះគុំម្ចាស់ស្ត្រីបានរៀនទៅកាន់ពួកគេផងដែរវាពិតជាខ្លាំងណាស់ប៉ុន្តែគាត់នឹងអាចបំបីវាយ៉ាងងាយស្រួលហើយនៅពេលនោះនាងបានតែឃើញរឿងមួយកំប្រាប់ថាគាត់ជាពេលនោះនាងក៏មិនបាននិយាយផងដែរនាងបានវិសាទៅកាន់ក្រុមរបស់នាងហើយធ្វើឲ្យទូប្រុសរបស់យើងរៀងឆ្ងល់ផងដែរហើយនៅពេលនោះស្រាប់តែពួកនាងនឹងបានដល់កៅអៅចិនធ្វើឲ្យយេសិនរបស់យើងរៀងភ្ញាក់ផ្អើលផងដែរហើយគាត់ក៏បាននិយាយថាអ្វីក៏មួយនេះវាមិនបានផលសម្រាប់គាត់នោះទេបន្ទាប់ពីគាត់ក៏បាននិយាយចោលពួកនាងក៏បានលេចកៅអៅវិញផងដែរនៅពេលនោះពួកនាងក៏បានអបអរសាទរផងដែរហើយពេលនោះក្រុមវិទ្យាករក៏បានគោរពមកកាន់យេសិនហើយធ្វើយេសិនរបស់យើងរៀងឆ្ងល់ផងដែរមិនគូពួកនាងនឹងគោរពមកកាន់គាត់ចឹងហើយនៅពេលនោះស្រាប់តែពួកនាងនឹងបានចាំទៅកាន់យេសិនរបស់យើងហើយនាងបានសួរទៅកាន់យេសិនថាតើយេសិនជាអ្នកបង្កើតនៅវេទមន្តសោកាយមែនទេហើយយេសិនក៏បានតបថាវាមែនហើយខ្ញុំសូមទោសផងពួកគេបាននិយាយពីវេទមន្តនឹងសោកាយនៅតែនៅពេលនោះនាងក៏បាននិយាយតថានៅពេលនេះម្ចាស់ស្ត្រីពួកគេនឹងកំពុងតែរងចាំលងចាស់នៅប៉មកាយហើយយេសិនក៏បានតបថាតើម្ចាស់ស្ត្រីមែនទេតើអ្នកនោះជាអ្នកណាគេផងដែរចង់ចូលមកកាន់គាត់ហើយនាងក៏បានតបថាវានឹងមិនអីនៅទេបន្ទាប់ពីលោកម្ចាស់ទៅដល់ទីនោះលោកម្ចាស់នឹងដឹងហើយតើពីយេសិនក៏បានមកដល់លើកំពូលប៉មកាយផងដែរគាត់បានស្លឹងមើលទៅខាងមុខគាត់បានគិតថាតើអ្នកណាគេនឹងចង់ចូលមកកាន់គាត់ចឹងហើយនៅពេលនោះយើងក៏បានឃើញនឹងសមម្នាក់នឹងក៏បាននិយាយថាតើលោកនឹងបានបំបែកវេទមន្តសោកាយមែនទេហើយយេសិនក៏បាននិយាយថាវាត្រឹមត្រូវហើយជាគាត់ហើយយេសិនក៏បាននិយាយតទៀតថាហេតុអ្វីបាននិកាយមួយនេះឈ្មោះស្ដីទៅកាន់និកាយរបស់គាត់ចឹងហើយរឿងមួយទៀតគាត់ក៏ចង់សួរទៅកាន់នាងផងដែរនៅពេលនោះនាងក៏បានស្ទុះមកកាន់យេសិនរបស់យើងហើយនៅពេលនោះនាងក៏បាននិយាយថានៅទីបំផុតរយៈពេល100ឆ្នាំនាងបានជួបមុខទៅកាន់លោកគ្រូរបស់នាងហើយនៅទីបំផុតលូយ៉ាពិតជានឹងទៅកាន់លោកគ្រូខាងណាហើយនៅពេលនោះយេសិនក៏បាននិយាយថាតើនេះមិនមែនក្មេងស្រីចូលចិត្តយំការពីក្មេងមែនទេយេសិនក៏បានប្រាប់ទៅកាន់លូយ៉ាថាអូយលូយ៉ានឹងលែងមកកាន់គាត់នឹងសែនមកហើយនាងក៏បានប្រាប់ថានាងនឹងមិនដែរនោះទេប៉ុន្តែនឹងប្លង់នឹងស្អាតដល់ខហើយនៅពេលនោះនាងបាននិយាយទាំងអារម្មណ៍រំជើបរំជួលថាអូនពិតជារងចាំទៅកាន់បងខាងណានៅពេលនេះបងបានមកហើយនាងក៏បាននិយាយទាំងក្តីស្រឡាញ់ទៅកាន់គាត់ថានាងនឹងមិនឲ្យគាត់នឹងទៅបែបនោះទៀតទេហើយបើសិនជាគាត់ស្លាប់នាងក៏ស្លាប់ផងដែរហើយយើងក៏បានបញ្ចុះសមនៅគេគ្នាផងដែរហើយនៅពេលនោះយើងក៏បានឃើញរូបវីដេអូលេចឡើងជាច្រើនវានឹងមិនមានន័យបែបនោះដូចជាយើងគិតនោះទេហើយនាងក៏បានអង្គុយទៅកាន់លើយេសិនមកយើងយេសិនក៏បាននិយាយថាហើយតែមិននឹងនាងបាននិយាយគេពីការស្លាប់ហើយឥឡូវនេះនាងគួរតែចោទចាចាញ់ពីគាត់សិនទៅវាពិតជាធ្ងន់ខ្លាំងណាស់ហើយត្រង់ដែលគាត់បាននិយាយថាគាត់នឹងខ្ញុំនិយាយលេងទេប៉ុន្តែជាស្ដែងវាធ្ងន់មែនហើយបើសិនជាមានសំឡេងរំខានពីខាងក្រៅក៏មកកាត់ឲ្យដោយសារឡើយនេះមេកំពុងដឹងលេងហើយខ្ញុំក៏បានកាត់លេងខាងក្រៅមួយតង់ផងដែរប៉ុន្តែនឹងបានតែប៉ុណ្ណេះនោះតែហើយនៅពេលនោះលូយ៉ាក៏បានដោះអោទៅកាន់យេសិនយ៉ាងបានថានៅពេលនេះតែគាត់នឹងទៅល្ងងដែរមែនទេហើយតែគាត់នឹងមិនគិតបែបនោះចំពោះនាងមែនទេហើយនៅពេលនោះលូយ៉ាក៏បានខំទៅកាន់លើកជ័យរបស់យេសិនយ៉ាងបានថានាងពិតជាចូលចិត្តសកម្មភាពដល់យេសិននៅពេលនេះខាងណានៅពេលនេះក្រុមហ៊ុនក៏បានសេឈ្មោះនាងថាយ៉ាប៉ុន្តែនៅលើកមុនគេបានចេះថាលូយ៉ាហើយខ្ញុំសុំឲ្យនាងឈ្មោះលូយ៉ាទៅវាស្រួលហើយជាងហើយកុំឲ្យរឿងរបស់យើងនឹងរៀងវល់ផងដែរហើយយើងចូលទៅកាន់រឿងរបស់យើងវិញនៅពេលនេះមើលទៅកាន់នាងទៅនាងនឹងមិនលើកលែងឲ្យយេសិននឹងទៅណារួចនោះទេហើយនៅពេលនោះយេសិនក៏បានគិតថាតែនេះមិនមែនទ្វារបាក់ម៉ៃលំវងទី9មែនទេហើយមុនដែលគាត់នឹងចូលហ្វឹកហាត់ឯកោរយៈពេល100ឆ្នាំផងដែរគាត់បានហ្វឹកហាត់ទៅកាន់កូនសិស្សស្រីរបស់គាត់ហើយតែនេះគឺជាលូយ៉ាមែនទេហើយនៅពេលនោះលូយ៉ាតបទាំងក្តីបញ្ជាក់ថានោះជានាងនឹងឯងហើយវេទមន្តដែលលោកគ្រូបានហ្វឹកហាត់ទៅកាន់នាងបានហ្វឹកហាត់នឹងស្ទាត់អស់ហើយដោយសារតែនាងនឹងបានហ្វឹកហាត់ស្ទាត់ដោយសារតែនាងនឹងចង់ចូលទៅកាន់លោកគ្រូហើយនាងក៏ចង់បញ្ជាក់ទៅកាន់លោកគ្រូផងដែរគឺនាងនឹងហ្វឹកហាត់បានអស់ខ្លាំងណាស់ហើយអ្នកគ្នាគិតដូចជាខ្ញុំអត់ពេលដែលនាងបានចាញ់កាយវិការមកវាពិតជាស៊ីអារម្មណ៍មែនតើហើយយើងចូលទៅកាន់សាររឿងរបស់យើងវិញហើយនៅពេលនោះនាងក៏បានយកម្រាមដៃពីទាញខ្សែទៅកាន់យេសិនរបស់យើងហើយយេសិនរបស់យើងពិតជាភ្ញាក់មែនតើនាងនឹងកំពុងតែធ្វើអីហើយនៅពេលនោះនាងក៏បាននិយាយតទៅថានៅពេលនេះយើងនឹងចាប់ផ្ដើមជីវិតនៅជាមួយគ្នាហើយយើងក៏អាចស្លាប់ទៅជាមួយគ្នាផងដែរហើយការនិយាយរបស់នាងនឹងរៀងរលៃផងដែរប៉ុន្តែនាងនឹងពិតជាធ្វើស៊ីផ្លូវចិត្តទៅកាន់យេសិនហើយនៅពេលនោះនាងក៏បានងើបឈរឡើងយ៉ាងបានថានៅមុននេះនាងនឹងមិនបាននិយាយលេងនោះទេហើយនៅពេលនេះនាងនឹងចាប់ផ្ដើមហើយយើងមើលទៅកាន់នាងទៅនាងពិតជាលំមុខល្មើលមែនតែនាងពិតជាលាក់ឡក់នឹងកើពីក្មេងចឹងហើយនៅពេលនេះនាងបានសួរទៅកាន់យេសិនថាតើនៅពេលនេះនាងអាចសុំអ្វីមួយទៅកាន់យេសិនបានទេហើយនៅពេលនេះនាងដឹងហើយថាគាត់នឹងនិយាយបែបណាមកកាន់នាងហើយនាងក៏ដឹងផងដែរថារាងកាយលោកគ្រូរបស់នាងនឹងពិតជារឿងមកណាស់ទោះវាយយ៉ាងណាក៏មិនដាច់បាក់ផងដែរហើយនៅពេលនោះនាងក៏បានវាថាទៅកាន់យេសិនយ៉ាងបានថាវាឈឺចាប់តែមួយវិនាទីទៅហើយបើសិនជាវានឹងមិនកាត់អីសុខណាស់នាងនឹងរស់នៅជាមួយនឹងគាត់ជារៀងរហូតប៉ុន្តែមើលទៅកម្មវិធីរបស់នាងទៅនាងនឹងដូចជាមិនតង់ចប់ជាពិតឲ្យចឹងប៉ុន្តែគាត់នឹងមិនអីនោះទេហើយពេលនោះនាងបានថាតើវានឹងមានរឿងអីកើតឡើងហើយអ្វីបានជាគាត់នឹងមិនកាត់អីហើយនៅពេលនោះនាងបានថាហេតុអ្វីបានជារាងកាយរបស់គាត់នឹងមិនកាត់អី
nó bên này hai chị nên nâng cặp từ càng cốtอย่างคนทั่วมันได้ហើយហើយក៏បាត់ដែលបានកាប់ទៅកាន់យេសិនមកដែរជាក៏បាត់ដែលបានធ្វើមកពីអាចស្កាយហើយវាពិតជាមុតស្រួយខាងណាហើយតែមិញហ្នឹងញៀងមិនបានប្រើកម្លាំងគ្រប់គ្រាន់មែនទេហើយនៅពេលនោះយេសិនក៏បានគិតថាមើលទៅកាន់នាងទៅនាងនឹងមិនបោះបង់ចោលនៅទេហើយអរិយាប័ត្ររបស់នាងនឹងមិនខុសប្រូវានៅពីមុននៅទេទូយ៉ាងហើយមើលទៅកាន់នាងទៅនាងនឹងមិនចង់បោះបង់រឿងអ្វីមួយនៅទេហើយតើលោកចាស់ដូចជាគាត់នឹងមិនសប្បាយចិត្តនឹងវារឿងនឹងចម្លែកពេកហើយនៅពេលនោះគាត់ក៏បានប្រើវិធីរបស់គាត់នឹងបានបំផ្លាញអ្នកនាងនឹងបានគ្រប់គ្រងមកកាន់គាត់ហើយនៅពេលនោះគាត់បាននិយាយថាហើយវាអស់រយៈពេល100ឆ្នាំហើយម្ចាស់បានអ្នកនៅតែជាម្ចាស់បានអ្នកចឹងលូយ៉ាហើយខ្ញុំពិតជាចង់បានអ្នកខ្លាំងណាស់លូយ៉ាអ្នកនឹងពិតជាគួរឲ្យស្រឡាញ់ពេកហើយប៉ុន្តែគាត់ស្រឡាញ់នាងដូចកូនស្រីចឹងប៉ុន្តែពេលនោះគាត់បាននឹកឃើញថាគាត់នឹងបានប្រើវិធីមុនទៅកាន់នាងហើយយើងក៏លេចទៅកាន់នាងទៅនាងបាននឹងឆែកឲ្យរៀងអមតិចផងដែរហើយនៅពេលនោះនាងបានថាបាទលោកគ្រូតើលោកគ្រូនឹងកំពុងតែកាត់អីមែនទេហើយយើងទៅមើលទៅកាន់ Jason វិញបានឈាវចូលបាត់ហើយគាត់បានគិតថាហើយតើវិធីមុនបំផ្លាញមកគាត់នឹងបានប្រើទៅកាន់នាងខ្លះវិញមែនទេអាចនាងនឹងឆែកឲ្យចឹងហើយនៅពេលនោះ Jason បានប្រាប់ទៅកាន់លូយ៉ាថាឲ្យនាងនឹងទៅប្រាស់ចូលវិញពាក្យសិនទៅវានឹងអាក្រក់មើលពេកហើយនៅពេលនេះហើយលូយ៉ាក៏បានតបទៅកាន់លោកគ្រូថាលោកគ្រូនឹងពិតជានិយាយក៏ហត់ទៅកាន់នាងហើយកំណត់របស់លោកគ្រូនឹងមិនទៅពីមុននោះទេនៅតែដដែលនឹងហើយស្បែកនេះឃើញចឹងមកដែរហើយនាងក៏បាននិយាយតទៀតថាការហ្វឹកហាត់ឯករបស់គាត់នឹងមិនជោគជ័យមែនទេតាមទៅរបស់គាត់ទៅមានខាតដូរនោះទេហើយរឿងមួយទៀតមុននឹងគាត់ចូលហ្វឹកហាត់គាត់បានសន្យាជាមួយនឹងនាងហើយតែលោកគ្រូនឹងនិយាយឲ្យមែនទេបន្ទាប់ពីនាងក៏បានចប់និយាយសិនបាននឹកឃើញពីរឿងមុនផងដែរដែលនាងនឹងបានសន្យាជាមួយនឹងគាត់ពេលនោះយើងក៏បានលើកស្នេហ៍នេះបាននិយាយថាលោកគ្រូនឹងបានបកបង្ការនាងហើយនាងក៏បាននិយាយថាការបង្កើតមួយនេះលោកគ្រូបានប្រាប់បង្ការនាងថានាងនឹងមិនកើតអីទៅការសត្វមីនោះទេប៉ុន្តែឥឡូវនេះវាបាននឹងស្លាប់បាត់ទៅហើយធ្វើនាងយំជាខ្លាំងហើយនេះគឺជាលុយយ៉ាដែលនាងនឹងនៅពីក្មេងនាងនឹងពិតជាជួយចិនយំខ្លាំងណាស់ហើយនាងក៏បានអោបទៅកាន់លុយចិនយ៉ាងបាននិយាយតទៀតថាហើយនៅពេលនេះមុខរបស់នាងបានឡើងជាប់ហើយនាងនឹងមិនអាចរៀបការបានទេនៅពេលអនាគតហើយនៅពេលនោះគាត់បានលងទៅកាន់នាងថាវានឹងមិនមានបញ្ហានោះទេហើយវានឹងមិនអាចទៅតែថានាងនឹងមិនអាចរៀបការបានហើយគាត់ក៏បានប្រាប់ទៅកាន់នាងថានៅលើលោកនេះការប្រខាត់បាច់គុណបានខ្លាំងវាគឺជាសម្រាប់របស់ពួកគេហើយនៅពេលនេះលុយយ៉ាគួរស្រឡាញ់របស់គាត់បានស្លាប់ទៅការខ្លាចមកមួយសាយយ៉ាងនៅក្មេងតើវានឹងមិនអស្ចារ្យពេកទេគ្រាន់តែលុយយ៉ារបស់គាត់ទាំងធំទៅវានឹងស្អាតពេកហើយរឿងមួយទៀតការរៀបការវាមិនមានបញ្ហាទេគាត់ចង់នៅជាមួយនឹងលុយយ៉ាគួរឲ្យស្រឡាញ់របស់គាត់តែនៅពេលនោះក្មេងតូចរបស់យើងបានថាតើលោកគ្រូនឹងចង់នៅជាមួយនឹងលុយយ៉ាជារៀងរហូតមែនទេហើយនៅពេលនោះគាត់ក៏ស្វាត់ជាមួយនឹងលុយយ៉ាផងដែរគាត់នឹងមិនមកតែការនេះនោះទេហើយគាត់នឹងស្បត់ចំពោះនៅនេះទាំងអស់គ្នាផងដែរនៅក្នុងនិកាយរបស់យើងហើយសរឿងរបស់យើងក៏មិនដល់នៅពេលបច្ចុប្បន្នវិញលូឈិនបានអោបទៅកាន់កូនសិស្សសម្រាប់ចែករបស់គាត់គាត់បាននិយាយថាគាត់ពិតជានឹកទៅកាន់កូនសិស្សរបស់គាត់ខាងណាខានជួបនាងនៅរយៈពេល100ឆ្នាំហើយឥឡូវនេះនាងពិតជាស្អាតមែនហើយនៅពេលនេះលូយ៉ារបស់គាត់នឹងមិនផ្លាស់ប្ដូរនោះទេហើយនៅពេលនេះគាត់ក៏រៀងមកយឺតផងដែរឲ្យលោកគ្រូនឹងសំទោសផងហើយវាធ្វើឲ្យអារម្មណ៍លូយ៉ារបស់យើងពិតជាក្តោបគ្រូមែនតែនេះជាលោកគ្រូរបស់នាងមែនតែនាងពិតជាសប្បាយចិត្តណាស់នៅក្រៅដែលតែសពស្ងាត់នាងទាំងពីរនៅតែបន្តអោបគ្នាទៀតចឹងជំនួសយេសិនក៏បានថាឲ្យលោកគ្រូនឹងសំទោសផងហើយលូយ៉ាក៏បានថាម៉េចជាលោកគ្រូនឹងមកយឺតចឹងដល់តែកូនសាមួយនេះនឹកទៅកាន់លោកគ្រូដែរតែហើយនៅពេលនោះនាងទាំងពីរក៏បានរកកន្លែងអង្គុយឃើញមកដែរយេសិនក៏បានថាវានឹងមិនចម្លែកពេកទេដែលនាងនឹងបានបដូរឈ្មោះឌីកាហើយវាពិតជាល្អខ្លាំងណាស់ដែលលូយ៉ានឹងបានដូរឈ្មោះឌីកាដោយសារតែគាត់នឹងចាប់ទៅកាន់ពលអាក្រក់នឹងមិនទាន់អស់នោះទេហើយតើនាងនឹងមិនថតអីនោះទេហើយលូយ៉ាក៏បានតបថាវានឹងមិនអីនោះទេដែលរាប់ណាលោកគ្រូនៅទីនេះឬបែបនេះវាទៅតែនោះទេសម្រាប់នាងហើយនៅពេលនេះលូយ៉ាក៏បាននិយាយទៅកាន់គាត់ថានៅពេលនេះលោកគ្រូបានបណ្ដាលហើយតើការសន្យាមួយយើងទាំងពីរតើវានឹងមិនទាន់ផ្លេចនោះទេឬមួយព្រោះគាត់នឹងមិនទាន់ផ្លេចហើយនៅពេលនោះគាត់ក៏បានត្រឹមតែនឹងញឹមតិចតិចនោះទេដោយសារតែពេលនោះគាត់បានសន្យានឹងមើលប៉ាឯនោះហើយគាត់ក៏បានប្រាប់ទៅកាន់លូយ៉ាថាវានឹងមិនអីនោះទេគាត់នឹងមិនបោះសន្យានោះទេតែវាគាត់ក៏បានចោទធ្វើឲ្យលូយ៉ារបស់យើងពិតជាអីមែនតែគាត់នឹងបាននិយាយថាតែគាត់នឹងចង់នៅជាមួយនឹងនាងជារៀងរហូតមែនទេវាពិតជាគួរឲ្យសប្បាយចិត្តណាស់ហើយនៅពេលនោះនាងក៏បាននឹកឃើញផងដែរតែនេះមិនមែនសន្យាការឬការមែនទេហើយគាត់ក៏បានតបថាតើនាងនឹងបានផ្លេចសន្យាឬមួយគឺសំខាន់មែនទេហើយនៅពេលនោះគាត់ក៏ដើរចេញផងដែរហើយលូយ៉ាក៏បានតបថាវានឹងមិនអីនោះទេលោកគ្រូចាំឲ្យនាងនឹងឲ្យកូនចៅឬកូនសិស្សរបស់នាងនឹងរៀបចំថ្ងៃយ៉ាងល្អមួយហើយថ្ងៃដែលនាងបាននិយាយផងដែរជាថ្ងៃជាភាគថ្ងៃហើយគាត់ក៏បាននិយាយថាវានឹងមិនអីទេឲ្យនាងនឹងរៀបចំចោលហើយនៅពេលនោះស្រាប់តែមានអ្នកណាគេនាងនឹងបានរាយការណ៍មកកាន់លូយ៉ាហើយអ្នកទាំងពីរក៏បានឃើញទៅកាន់នាងផងដែរហើយនៅពេលនោះបានលេចខ្លួនទៅតកកម្នាក់ក៏បាននិយាយថានៅពេលនេះក្រុមហ៊ុននោះបានរាយការណ៍មកកាន់ពួកយើងហើយពួកគេក៏បានប្រាប់មកកាន់យើងថាជាផលខាងស៊ូបានភ្ជាប់ខ្លួនហើយនៅពេលនោះមាននិកាយច្រើនណាស់ដែលបានត្រូវការទីក្រុងស៊ូហើយនៅពេលនោះយេសិនក៏បាននិយាយថាតើទីក្រុងស៊ូមែនទេមើលទៅគាត់
នឹងឆ្លប់ស្គាល់ហើយនៅពេលនោះនាងបានបញ្ជាទៅកាន់ព្រះចៅរបស់នាងថាវានឹងមិនឲ្យនៅតែឲ្យនាងហ៊ានទៅកាន់ទីក្រុងស៊ូហើយនៅពេលនោះយាយចិនរបស់យើងពិតជាភ័យខ្លួនមែនតើណាពេលដែលគាត់នឹងបានចូលប្រផាត់អីក៏គាត់នឹងបានផ្លេចយករបស់មួយហើយរបស់ដែលគាត់អភិបាលដែរយើងក៏មិនដឹងនោះទេថារបស់នោះជាអ្វីគេហើយលុយយ៉ាក៏បាននិយាយតទៀតថានៅពេលនេះយាយចិនបានមកដល់ហើយសភៅឋានស៊ូនឹងជ្រើសរើសគាត់ដោយធម្មជាតិដោយសារតែគាត់នឹងជាម្ចាស់របស់វាហើយនាងក៏បានប្រាប់ទៅកាន់កូនចៅរបស់នាងថាឲ្យយកសភៅឋានស៊ូទៅកាន់ដីកុកទៅនាងនឹងទៅយកសភៅនោះទៅផ្ទាល់ដៃហើយនៅពេលនោះយាយចិនក៏បានហៅទៅកាន់លុយយ៉ាថាតើអ្នកនឹងបាននិយាយពីអីគេហើយតើខ្ញុំនឹងអាចទទួលបានសភៅឋានស៊ូមែនទេហើយយើងមើលតាមទឹកមុខរបស់គាត់ទៅដូចជាគាត់នឹងដឹងរឿងមួយអីចឹងហើយរឿងរបស់យើងក៏បានដល់ទីបញ្ចប់ផងដែរពីឆាថាហើយខ្ញុំមានតែប៉ុណ្ណេះនោះទេហើយរឿងមួយទៀតខ្ញុំមិនអាចចេញបាននោះទេដោយសារតែថ្ងៃនេះខ្ញុំរវល់នឹងអាចបានធ្វើហើយយ៉ាចាំជួបគ្នានៅវីដេអូក្រោយ